អាយុដំទីបន្ថេងទីប្រឹក្សារបស់សម្ដេចតេជោចុះទទួលសកម្មជននិងភ្នាក់ងារគ្រប់គ្រងគណៈបកភ្លឹងទៀនចំនួន73រូបគោរពស្នើសុំសម្ដេចតេជោប្រធានគណៈបកប្រជាជនកម្ពុជាសូមរួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដោយយល់ឃើញយ៉ាងច្បាស់ពីតម្លៃនៃសន្តិភាពសកម្មជននិងភ្នាក់ងារគ្រប់គ្រងគណៈបកភ្លឹងទៀនបានសម្រុកសុំចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដោយទឹកបាក់ទំនប់ជាក់ស្ដែងនៅរសៀលថ្ងៃទី25ខែមករាឆ្នាំ2026នេះអាយុដំទីបន្ថេងទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបកស្នាក់ការកណ្ដាលបានដឹកនាំក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពង់ស្ពឺដែលមានការយកចិត្តទុកដាក់ខ្ពស់ពីអាយុដំយូសេរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានរាជធានីខេត្តនិងអាយុដំផើនផល្លាជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបករាជធានីខេត្តបានចុះទទួលបេក្ខជនភ្នាក់ងារនិងសកម្មជនគ្រប់គ្រងគណៈបកភ្លឹងទៀនសរុបចំនួន73រូបមកពីឃុំនិទានក្នុងស្រុកបរសែតខេត្តកំពង់ស្ពឺបានសម្រេចលាឈប់ពីគណៈបករបស់ខ្លួនឈរឈ្មោះនិងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាសូមចូលមករួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យភ្នាក់ងារនិងសកម្មជនគ្រប់គ្រងគណៈបកភ្លឹងទៀនចំនួន73រូបបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាតាមរយៈក្រុមការងារចលនាកសាងសមាជិកគណៈបកនៅមូលដ្ឋានខេត្តកំពង់ស្ពឺដែលដឹកនាំដោយអាយុដំទីបន្ថេងឥតមានការបង្ខិតបង្ខំឬទិញដូរអ្វីឡើយពីព្រោះពួកគាត់ទាំងអស់គ្នាលែងជឿលើពួកតនដិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិតចង់បំបាយបំបាក់ស្មារតីសាមគ្គីខ្មែរនិងខ្មែរបំផ្លាញសុខសន្តិភាពតើបលោកស្រីសម្រាប់ចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានិងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោនិងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជាភ្នាក់ងារនិងសកម្មជនគាំទ្រនៅតាមមូលដ្ឋានដែលទៅភ្នាក់រលឹកខាងលើបានអះអាងថាសកម្មភាពនយោបាយរបស់តនដិតក្បត់ជាតិសំរងស៊ីនិងក្រុមប្រឆាំងមានតែបំផ្លិចបំផ្លាញជាតិនិងមិនបានជួយអ្វីដល់ជាតិនោះឡើយដោយយើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងបំផុតនៅវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីបដូរយកសន្តិភាពជូនជាតិមាតុភូមិនិងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការប្រកាសផ្ដាច់ខ្លួនចេញពីក្រុមតនដិតក្បត់ប្រយោជន៍ជាតិហើយនោះលោកស្រីក៏បានសុំការអនុគ្រោះពីសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដើម្បីបានឱកាសរួមរស់ជាមួយគណៈបកប្រជាជនកម្ពុជាបន្តសកម្មភាពនយោបាយទៅមុខបន្តទៀតពេលនេះលោកស្រីបានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនកម្ពុជាក្នុងឱកាសនោះអាយុដំទីបន្ថេងបានថ្លែងនៅការអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះនិងបាននាំមកនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្ដេចប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចអនុប្រធានជួនក្រុមគ្រួសារលោកស្រីដែលបានប្រកាសផ្ដាច់ខ្លួនចេញពីគណៈបករបស់ខ្លួនមកសូមរួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាក្នុងឱកាសនេះហើយការសម្រេចចិត្តចូលជាសមាជិកគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកតែមួយគត់ដែលបានជួយយើងតាំងពីដើមរៀងមកគ្រប់កាលៈទេសៈទាំងអស់អាយុដំទីបន្ថេងក៏បានបន្ថែមទៀតថាការប្រកាសចុះទទួលសមាជិកគណៈបកប្រជាជនកម្ពុជានាពេលនេះសរុបចំនួន73រូបដែលជាសមាជិកសុទ្ធសឹងតែជាសកម្មជនដែលធ្លាប់មាននិន្នាការនយោបាយផ្សេងកន្លងមកពិសេសជាអតីតគណៈបកភ្លើងទៀនគណៈបកសង្គ្រោះជាតិនិងគណៈបកដទៃទៀតអាយុដំទីបន្ថេងក៏បានថ្លែងអំណរគុណដល់សមាជិកសមាជិកាទាំងអស់ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាពចូលរួមថែរក្សាស្ថិរភាពនយោបាយនិងបន្តការអភិវឌ្ឍព្រមទាំងបដិសេធគំនិតនយោបាយជ្រុលនិយមដែលនាំឲ្យប្រទេសធ្លាក់ក្នុងគ្រោះចលាចលសាជាថ្មីម្ដងទៀតគណៈបកប្រជាជនកម្ពុជាជាគណៈបកដែលមានប្រវត្តិយូរជាងគណៈបកណាទាំងអស់និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនាចំពោះប្រទេសជាតិប្រឆាំងអាណានិគមនិងការឈ្លានពានរបស់បរទេសគ្រប់ជំនាន់រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ការបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមជាតិនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងធ្វើឲ្យប្រទេសជាតិមានសុខ
សន្តិភាពនិងការអភិវឌ្ឍរហូតបច្ចុប្បន្នដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខនិងបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាដើម្បីបន្តថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍រៀងទៅសូមគោរពសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាជាទីគោរពដ៏គង់ពោះបំផុតយើងខ្ញុំភ្នាក់ងារសកម្មជនគ្រប់គ្រងគណៈបកភ្លើងទៀនភូមិនិទានស្រុកបរសែតខេត្តកំពង់ស្ពឺប្រកាសលាឈប់និងលែងគ្រប់គ្រងគណៈបកប្រឆាំងតទៅទៀតហើយសូមគោរពស្នើសម្ដេចតេជោហ៊ុនសែនសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅដោយស្ម័គ្រចិត្តព្រោះយើងខ្ញុំឈប់ជឿលើគណៈបកប្រឆាំងទៀតហើយពិសេសក្រុមក្បត់ជាតិរត់ចោលស្រុកដែលតែងតែឲ្យពលរដ្ឋយល់ច្រឡំទៅលើរាជរដ្ឋាភិបាលជាហេតុនាំឲ្យខ្មែរបែកបាក់សាមគ្គីយើងខ្ញុំគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលជារៀងរហូតសូមគោរពជូនសម្ដេចតេជោនិងក្រុមគ្រួសារជួបនៅសេចក្តីសុខគ្រប់ប្រការសូមអរគុណ